ជនបរទេសនាំគ្នារត់ចេញពីក្នុងអគារកាស៊ីណូ Losing Online ដោយមិនដឹងមូលហេតុខេត្តស្វាយរៀងមានករណីជនបរទេសចម្រុះជាតិសាសន៍បាននាំគ្នារត់ចេញពីក្នុងអគារកាស៊ីណូអនឡាញមួយកន្លែងដោយមិនដឹងមូលហេតុស្រាប់តែឃើញអូសវ៉ាលីនិងសាក់កាដូដោយចេញមកតាមថ្នល់ខ្លះដើរតាមផ្លូវលំខ្លះដើររករថយន្តតាក់ស៊ីនិងរថយន្តក្រុងដើម្បីជិះចេញតាមផ្លូវជាតិនៃស្រុកចន្ទ្រាមិនដឹងថាទៅទីណារីឯខ្លះទៀតដែលវង្វេងតាមភូមិអ្នកស្រុកបើតាមសមត្ថកិច្ចបង្ហាញឲ្យដឹងថាករណីជនបរទេសនាំគ្នាដើរចេញពីអគារកាស៊ីណូ Losing Online នេះកើតឡើងកាលពីវេលាម៉ោង 2 ទៀបភ្លឺថ្ងៃទី16 ខែមករាឆ្នាំ2026រហូតដល់ម៉ោង 5 ល្ងាចស្ថិតនៅចំណុចខាងកើតទីរួមស្រុកចន្ទ្រាព្រំប្រទល់សង្កាត់ប្រាសាទសង្កាត់បាទីរួមក្រុងបាវិតឃុំមេសរថ្ងក់ស្រុកចន្ទ្រាប្រភពបន្តថាមានជនបរទេសចម្រុះជាតិសាសន៍មករស់នៅក្នុងកាស៊ីណូ Losing Online ច្រើនរហូតរាប់ពាន់នាក់ក្នុងរដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិតគឺបាននាំគ្នារើបង្វិចចេញពីក្នុងអគារកាស៊ីណូអនឡាញតាំងពីវេលាម៉ោង 2 ទៀបភ្លឺរហូតដល់ម៉ោង 5 ល្ងាចដែលអូសវ៉ាលីតាមថ្នល់គ្មានគោលដៅច្បាស់លាស់មិនទាន់រករថយន្តជិះបាននៅឡើយប្រភពបន្តថាបើតាមការសាកសួរក្រុមជនបរទេសទាំងនោះមានចម្រុះជាតិសាសន៍ក៏ប៉ុន្តែភាគច្រើនគឺជនជាតិចិនឥណ្ឌូនេស៊ីវៀតណាមថៃបង់ក្លាដេសប៉ាគីស្ថានមីយ៉ាន់ម៉ានិងជនជាតិជាច្រើនទៀតប្រភពបន្តថាកន្លងមកគេគ្រាន់តែធ្វើការសន្និដ្ឋានថាអគារនោះជាកាស៊ីណូអនឡាញហើយមិននឹកស្មានថាមានមនុស្សស្នាក់នៅច្រើនបែបនោះទេហើយមើលទៅគឺជនជាតិបរទេសទាំងនោះផ្អើលភ័យខ្លាចនាំគ្នារើវងវិចចេញនៅក្រុងបាវិតស្រុកកំពង់រោមកដល់ព្រឹកថ្ងៃទី17នេះគឺថាជនបរទេសដើរមកវិញពេញវាលនិងតាមផ្លូវមិនដឹងថាមានគោលដៅទៅណាទេបើតាមសមត្ថកិច្ចម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហាញឲ្យដឹងថាទំនងជនបរទេសចម្រុះជាតិសាសន៍ទាំងនោះមានការផិតភ័យដោយបែកធ្លាយថាសមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀងនឹងចុះធ្វើរដ្ឋបាលបង្ក្រាបក្រុមជនឧក្រិដ្ឋកម្មល្បែងអនឡាញខុសច្បាប់ទើបក្រុមជនបរទេសទាំងនោះផិតភ័យក៏នាំគ្នាវិចវង្វិចដោយចេញពីអគារដើរតាមផ្លូវថ្នល់មករករថយន្តតាក់ស៊ីនិងរថយន្តក្រុងជិះចេញដំណើរហើយពេលសមត្ថកិច្ចសាកសួរពួកគេថាទៅរាជធានីភ្នំពេញត្រៀមត្រឡប់ទៅស្រុកកំណើតវិញអ្នកខ្លះនិយាយថាពួកគេធ្វើការជាបុគ្គលិកកាស៊ីណូ Losing Online ពុំទាន់បានបើកប្រាក់ខែផងស្រាប់តែត្រូវកាយឲ្យឈប់ហើយដេញចេញពីកាស៊ីណូដូច្នេះពួកគេគ្មានប្រាក់សូម្បីតែ$1មិនដឹងថាត្រឡប់ទៅស្រុកវិញដោយរបៀបណាទេជាក់ទិនករណីនេះដែរសមត្ថកិច្ចក្រុងបាវិតមិនអាចកំភ្លឺបានទេរហូតមកដល់ព្រឹកថ្ងៃទី17 ខែមករាគឺមិនទាន់ដឹងមូលហេតុច្បាស់លាស់កំពុងធ្វើការបើបានលទ្ធផលយ៉ាងណាទើបផ្ដល់ព័ត៌មានតាមក្រោយបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺជាករណីក្រុមជនបរទេសមួយក្រុមបានធ្វើការនាំគ្នារត់ចេញពីក្នុងអគារកាស៊ីណូអនឡាញមួយនៅក្រុងបាវិតដូចជាបងប្អូនទាំងអស់គ្នាបានដឹងរួចទៅហើយថាមួយរយៈនេះករណីល្បែងអនឡាញនៅក្នុងស្រុកខ្មែរគឺច្រើនមែនទែនហើយមានបងប្អូនខ្លះគាត់ចាញ់ច្រើនរហូតដល់ថ្នាក់ធ្វើអត្តឃាតឬក៏ជាពាក់គេជាពាក់ឯងច្រើនអីចឹងទៅហើយបងប្អូនទាំងគ្នាបើអាចជៀសបានយើងកុំលេងល្បែងអនឡាញអីនេះវាគ្មានផលចំណេញអីទេសម្រាប់យើងពាក្យថាល្បែងគឺវាមិនដែលចំណេញទេបងប្អូនវាមិនរីកចម្រើនដូចជាយើងខិតខំធ្វើការរកស៊ីដោយកម្លាំងញើសឈាមទេដូចដែលបានមកស្រួលនេះយើងមិនបាច់រំពឹងទេចឹងព័ត៌មានដែលបានរៀបរាប់ខាងលើនេះក៏ឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនអរគ្នាពេញចិត្តវីដេអូដែលខ្ញុំបានចែករំលែកនេះសូមជួយចុច Subscribe និងចុច Like មួយផងប្រសិនបើទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា